អ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិហើយការដែលយើងជជែកគ្នាថាតើសកម្មជនដែលស្មោះស្ម័គ្រនឹងគណៈបកសង្គ្រោះជាតិនឹងយល់ឃើញបែបណាចំពោះសាររបស់លោកកម្មសខាដែលព្យាយាមចង់ចាកចេញពីលោកសំរងស៊ីនោះបាទយើងមានលោកគៀវិសាលដែលជាអតីតអ្នកទស្សនយោបាយធ្លាប់ជាប់ពន្ធនាគារផងហើយនឹងចៅសង្កាត់ជាប់ឆ្នោតនៅសង្កាត់អូចាគឺកញ្ញាសិនបើចារសិទ្ធបាទខ្ញុំបាទសូមជម្រាបសួរអ្នកទាំងពីរបាទចាសូមជម្រាបសួរសូមជម្រាបសួរលោកសការីយ៉ាបាទអរគុណច្រើនលោកគីវិសាលហើយនឹងរសិទ្ធដែលបានចូលរួមនៅក្នុងការចែកគ្នារបស់យើងនៅពេលនេះជាដំបូងខ្ញុំចង់សួរទៅរសិទ្ធមុនតើរសិទ្ធមានការភ្ញាក់ផ្អើលបែបណាឬក៏យល់ឃើញបែបណាចំពោះសារលោកកម្មសខាជាដំបូងដែលក្រោយពីលោកជាប់បម្រាមតុលាការហើយលោកបានចេញសារជាដំបូងកាលពីថ្ងៃម្សិលមិញទៅរឿងនយោបាយពិសេសគឺប្រកាសថាលោកនឹងលោកសំរងស៊ីមិនមែនជាមនុស្សតែមួយទេបាទសូមចេញ